ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនមើលទៅដើមក្បាលវីដេអូក៏ដឹងបងប្អូនថ្ងៃនេះគឺខជើងជ្រូកតពាំងនឹងពងទាបងប្អូនទាំងអស់គ្នានិយាយទៅមកមុខនេះគឺឆ្ងាញ់បងប្អូនទាំងអស់គ្នានេះគឺជើងជ្រូកខ្ចីរបស់យើងហ្នឹងយើងថ្ងៃមិញនេះគឺខ្ញុំនឹកឃើញចង់តពាំងបងប្អូនហើយទិញជើងជ្រូក1គីឡូមកហើយតពាំងយើងខែនេះអត់សូវសម្បូរទេបងប្អូនព្រោះវាអត់ទាន់ធ្លាក់ភ្លៀងអញ្ចឹងណាអញ្ចឹងខ្ញុំរើបានតែមួយហ្នឹងទៅបងប្អូនហើយចំពោះជើងជ្រូកនេះគឺយើងកាប់វាជាកង់បែបហ្នឹងបងប្អូនទាំងគ្នាចំណិតមកហ្មងអញ្ចឹងហើយខ្ញុំនេះគឺគ្រឿងក្រៅដែលយើងត្រូវប្រើបងប្អូនមានខ្ទឹមក្រហមខ្ទឹមសយើងចិតវាហាន់វាច្រាំចូលគ្នាបងប្អូនពូដាក់ខ្ទឹមក្រហមទៅវាបង្កើនរសជាតិបង្កើនក្លិនហើយកាត់ឆ្អាបកាត់អីចឹងបានល្អបងប្អូនទាំងគ្នានេះគឺខ្ញុំហាន់វាមកមើមចឹងបងប្អូនទាំងគ្នាហាន់វាឲ្យដើម្បីយើងទៅច្រាំវាងាយស្រួលចឹងនេះគឺយើងហាន់វាបែបហ្នឹងមកហាន់វារាងតូចៗចឹងបងប្អូនទាំងគ្នាហើយខ្ទឹមសហ្នឹងគឺខ្ញុំប្រើប្រហែលជា4-5កាពឹសបងប្អូនទាំងគ្នាយើងយកវាមកយើងដាក់វាក៏ច្រាំជាមួយនឹងខ្ទឹមក្រហមយើងនឹងបងប្អូនទាំងគ្នានេះយើងច្រាំវាចឹងបងប្អូនច្រាំវារៀងម៉ត់តិចមកបងប្អូនទាំងគ្នានេះមកម៉ត់ប៉ុណ្ណឹងមកមើលមកបានបងប្អូនគ្នាមកច្រម៉ត់ពេកទេបងប្អូនហើយនេះគឺយើងចិតតពាំងមកយើងបងប្អូនណាយើងបកសបកវាហើយយើងចិតវាឲ្យស្អាតដែរបងប្អូនទាំងគ្នាតពាំងសែយើងបងប្អូនអើយឆ្ងាញ់ណាស់ជាតិបើបានដិតក៏ល្អដែរបងប្អូនទាំងគ្នាតែញ៉ាំបានដិតទេនេះដាក់តពាំងស្រស់ចឹងបងប្អូនយើងចិត្តហើយបានច្រើនណាស់បងប្អូនតពាំងមួយចង់មកកូនជ្រែងណាស់ចឹងតើមកនេះយើងធ្វើការភ្លីងស្ករបងប្អូនអរគ្នាហើយជាមួយនឹងខ្ទឹមសខ្ទឹមក្រហមយើងបងប្អូនយើងដាក់ភ្លើងតិចមកបងប្អូនអរគ្នាកន្លែងហ្នឹងកុំឲ្យវាខ្លោចណាយើងប្រើស្ករក្រហមបងប្អូនអរគ្នាគឺវាឈ្ងុយល្អហើយស្ករត្នោតខ្មែរយើងហ្នឹងគឺយើងមិនងាស់តែខ្លួនឯងបងប្អូនអរគ្នាយើងបងប្អូនគឺអត់អូយគឺឡើងឈ្ងុយហ្មងក្លិនវាជះហ្មងឈ្ងុយហើយនេះខ្ញុំដាក់ថែមទឹកត្រីបងប្អូនតទៅពីស្ករក្រហមឡើងជើងក្រយើងដាក់សាច់ចូលយើងថែមទឹកត្រីបងប្អូនណាហើយនេះគឺម្រេចយើងដាក់គ្រឿងក្រៅមកដាក់វាចូលហើយយើងហើយនេះយើងមកងាស់វាដាច់ទឹកបងប្អូនគ្នាដាច់ទឹកដែលយើងដាក់ទឹកត្រីទឹកអីហ្នឹងហើយបន្ទាប់មកយើងធ្វើការស្ងោរពងទាបដាបងប្អូនពងទាដាក់10គ្រាប់ទៅជុក1គីឡូបងប្អូនឃើញទេមួយទៅវារៀងដាច់ទឹកបងប្អូនទៅសល់តិចខាប់ហ្នឹងចាំយើងថែមទឹកជាពីលើហ្នឹងបងប្អូនគ្នាដើម្បីឲ្យវាបាត់ក្លិនឆ្អាបចឹងពីសាច់ជ្រូកបងប្អូនធ្វើតាមខ្ញុំខ្ញុំធានាដឹងថាឆ្ងាញ់ហ្មងឆ្ងាញ់ទឹកដៃខ្ញុំឲ្យអួយហ្មងហូបមុខនេះពេលវារៀងដាច់ទឹកហើយយើងខំហើយយើងចាក់ទឹកថែមបងប្អូនទឹកយើងដាក់សមមាត្រវាមកល្មមសាច់ល្មមអីចឹងបងប្អូនដែរកុំដាក់ច្រើនពេកវាស្អីឆ្ងាញ់ណាស់មើលទៅវាទឹកពុះយើងដាក់ត្ពាំងចូលមិនមកងាស់វាចូលគ្នាបងប្អូនហើយកុំភ្លេចយកពពុះខាងលើចេញផងបងប្អូននេះត្ពាំងមកយើងបងប្អូនដាក់វាចូលមកកូរវាទៅមកមានប្រើទឹកមកបោយបងប្អូនអរគ្នាគឺមកហ្មងបងប្អូននេះហើយនេះចំពោះពងទាគឺវាឆ្អិនហើយយើងបកវាដាក់វាចូលមកភ្លឹកពងទានេះបកសម្បកអត់សូវស្អាតទេបងប្អូនដោយសារតែវាទំពងថ្មីអញ្ចឹងបកទៅវាជាប់សាច់គ្នាអូតំណងមែនតើបងប្អូនអរគ្នាមកហូបបាយជាមួយខ្ញុំមកនិយាយទៅគឺរសជាតិវាគឺឆ្ងាញ់បងប្អូនអរគ្នាបងប្អូនអាចសាកល្បងធ្វើតាមវិធីនេះបានណាអរគុណច្រើនជម្រាបលា